គាត់មានរឿងផ្ទាល់ខ្លួនគាត់មានស្រឡាញ់អ្នកណាម្នាក់គាត់តែងផ្ដោតនៅអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ហ្នឹងចឹងហើយចង់ឲ្យលោកគ្រូចែកបដិពាក់ព័ន្ធជាមួយនឹងការនិពន្ធវិញលោកគ្រូថាតើនៅក្នុងការនិពន្ធបទចម្រៀងមួយហ្នឹងអ្នកនិពន្ធគ្រប់រូបគាត់ផ្ដោតទៅលើចំណុចអីដែលសំខាន់ដែលលោកគ្រូទើបធ្វើឲ្យបទចម្រៀងមួយបទយើងអាចបញ្ចប់បានដោយរលូនតែម្ដងចា៎ទី1គឺអ្នកនិពន្ធមួយតែងតែមានរឿងផ្ទាល់ខ្លួនចា៎បាទមានរឿងផ្ទាល់ខ្លួនរបស់គាត់ដែលគាត់បានផ្សារភ្ជាប់មនោសញ្ចេតនាគាត់នឹងជាមួយនឹងធម្មជាតិជាពិសេសស្រុកកំណើតគាត់ជាពិសេសគាត់ទៅសិក្សានៅសាលាតាំងពីមធ្យមសិក្សាឬតាំងពីបឋមសិក្សាឬគាត់ទៅមហាវិទ្យាល័យគាត់មានរឿងផ្ទាល់ខ្លួនគាត់មានស្រឡាញ់អ្នកណាម្នាក់គាត់តែងផ្ដោតនៅអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបញ្ចូលជាមួយនឹងបទអញ្ចឹងអ្វីក៏ដោយកាលណាយើងបញ្ចូលមនោសញ្ចេតនាពីខាងក្រៅហ្នឹងបញ្ចូលទៅក្នុងបទហ្នឹងធ្វើឲ្យមហាជនដែលស្ដាប់ហ្នឹងគឺមានភាពគឺថាដូចជាឃើញបែកឯងនៅចិត្តបកោយឃើញដើមឈើទេសភាពហ្នឹងប្រហែលនៅចិត្តយើងហ្នឹងហ្មងចានេះគឺជាចំណុចដែលខ្ញុំពិតជាឆ្ងល់ហើយចង់ដឹងហើយក៏ចង់ទទួលបាននៅបទពិសោធន៍មួយនឹងដែរលោកគ្រូ